Bài khơi hụt hiệp khơi kê review lần là vậy lần tình nôn đọc bê tinh vô mà nhá mình đừng sẽ chỉ sẽ không mau pram nó một bao tô á nè nhưng một bao tốm bắt ở té cho lùi tay bắt cho lùi bắt cho người tha họ si sốc sốc nhẹ rất lớn cho lùi một là bò dân ta bắt những bông chắp đam cho mình đam tuần mà đã chạy lấy bàn này tinh có mà đó pi cái lùn bong miên năng bài đầm tôi bây cái bong mùi hay bong miên te nắng thông là một đấy tại bạn đây dùm hiền hay miên chỉ khèn lời mui chỉ khèn lời nó cổ bạ tiền ngày khác ăn mà phải up ban tập pip up mà phải up ngày khác gọt miên này ngày khác tới của ban pram phải up pip pram phải up lang đọc phải up bị đọc phải up lang một thầy lang xài caผลิต bong mà đó về up tì kề chân không cầm lỏng pe còn là tháp nhiều tê khẩm plan phím cứ mà hộp đây chấm ăn hai tăngประมาณ cứ đọ tranh tậpกูเลยกันเนี่ยđây nó cứ bong chặt trên gameพอđây cứ bongมีอารมณ์ทัด stress มองไปทาลุยตัวบ้านอันนั้นโจชัดใจแต่แบบเนี่ยได้กวาดจังจับดามชีกรรมខ្លួនឯងដោយមើលឃើញថាខ្ញុំអត់មានអីសោះសូមចាប់ដើមពីអត់មានអីសោះហ្នឹងទៅចាពីព្រោះអត់មានអីសោះហ្នឹងឯងគឺជាទុនរបស់យើងបើសិនជាបងមិនជឿជាក់លើខ្លួនឯងឲ្យតម្លៃខ្លួនឯងប្រហែលជាបងអត់មានថ្ងៃនេះម្លេះសមហើយថ្ងៃណាក៏ត្រាម៉ាថ្ងៃណាក៏ខ្លួនឯងកំសត់មិនបានអញ្ចឹងអីអញ្ចឹងជីវិតវាទៅតាមអ្វីដែលយើងបានគិតទេតើអីខ្លះជាកោការរកស៊ីជារួមរបស់បងក្នុងហាងបាយស្លឹកចេកគឺលក់ដោយក្តីស្រឡាញ់មានន័យថាម៉េចញៀវដែលញ៉ាំបាយបងដូចគ្រួសាររបស់បងអញ្ចឹងឧទាហរណ៍ថាបងធ្វើម្ហូបមួយបើម្ហូបនឹងអត់ល្អបងអាចឲ្យកូនបងញ៉ាំអត់បងអាចឲ្យប្តីបងញ៉ាំអត់តាមរយៈវីដេអូមួយនេះបើមានអីនិយាយទៅកាន់ពួកគាត់ដែរអរគុណជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ The Nest Podcast Power by Wing episode ថ្មីដែលនៅក្នុងសប្តាហ៍នេះគឺយើងមានវាគ្មិនកិត្តិយសម្នាក់ដែលបើសិនបើទាំងអស់គ្នាចូលចិត្តកំងបាយតាម app delivery មួយចំនួនគឺខ្ញុំជឿថាម្ដងក៏ជាធ្លាប់កំងបាយរបស់គាត់តែញ៉ាំហើយសាច់រឿងរបស់គាត់គឺអស្ចារ្យខ្លាំងមែនទែនរកស៊ីនៅសុកសុកគឺចោលលួចឆ្នាំងបាយបាត់មានន័យថាចោលលួចអត់ទេគាត់បិទអាជីវកម្មគាត់ម្ដងហើយបើកមកវិញហើយទទួលបានជោគជ័យដោយសពថ្ងៃអញ្ចឹងខ្ញុំជឿថាសាច់រឿងរបស់គាត់ថ្ងៃនេះគឺនឹងមានមេរៀនជាច្រើនដែលយើងអាចរៀនសូត្របានអំពីគាត់ចាឥឡូវនេះខ្ញុំអត់ខាត់ពេលយូរទៅជួបគាត់ជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរអូខេបងអញ្ចឹងជាដំបូងចង់ឲ្យបងជួយណែនាំខ្លួនបន្តិចទៅកាន់ទស្សនិកជនថាបងឈ្មោះអីហើយកំពុងតែធ្វើអីគេបងឈ្មោះឡាមីជាម្ចាស់អាជីវកម្មបាយស្លឹកចេកមុននឹងបន្តចូលទៅក្នុង podcast មួយនេះយើងមានកាដូបន្តិចបន្តួចពីខាង Wing ដែលមកចែកជូនបងប្អូនទាំងអស់គ្នាគឺរង្វាន់ freebie ចំនួន5រង្វាន់ហើយដើម្បីទទួលបានរង្វាន់ទាំងអស់នេះបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការ comment និង hashtag ទាំងអស់នេះក៏ដូចជាធ្វើការ share វីដេអូមួយនេះដាក់ជា public ជាការស្រេចហើយសម្រាប់អ្នកឈ្នះយើងនឹងធ្វើការប្រកាសនៅលើ page Business Cambodia បន្តអំពី podcast មួយនេះផលរយៈពេល3ថ្ងៃអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នាតាក់ទងមួយបាយលឹកចេកគិតមកដល់ម៉ោងនេះបើកប្រហែលឆ្នាំហើយបើយើងនិយាយពីការចាប់ផ្ដើមលើកទី2របស់បងគឺរយៈពេល4ឆ្នាំហើយតែមុនហ្នឹងយើងប្រថាប់ប្រធីងមកវារៀងយូរក្រែលដែរបើគិតទៅប្រហែលជាអាចចូល5ឆ្នាំជាងហើយបើគិតពីការ start ដំបូងចាបងនៅបាយលឹកចេកហើយបានដាក់ឈ្មោះថាបាយលឹកចេកហើយអា concept ស្លឹកចេកហ្នឹងមកពីណានិយាយទៅការរនឹកឈ្មោះហ្នឹងពីដើមឡើយយើងនឹកសម័យថាខ្មែររបស់យើងដូចអត់មានប្រអប់กระดาษឬក៏ការវេចខ្ចប់អីដូចបច្ចុប្បន្ននេះអញ្ចឹងយើងប្រើស្លឹកចេកក្នុងការខ្ចប់បាយហើយជាទូទៅបងបដោតគោលដៅគឺយើងមើលឃើញពីចក្ខុវិស័យក្នុងការវេចខ្ចប់អាហារសម្រាប់ប្រជាជនខ្មែរអញ្ចឹងយើងក៏ផ្សារភ្ជាប់ស្លឹកចេកហ្នឹងជាមួយនឹងបាយរបស់យើងជាប្រភេទបាយខ្ចប់ចាអញ្ចឹងក៏ដាក់ឈ្មោះថាបាយស្លឹកចេកហើយម្យ៉ាងគិតថាហើយជាអតិថិជនស្ដាប់ហើយងាយចងចាំអញ្ចឹងណាបាទបងខ្ញុំគិតថាបើនិយាយពីបាយលឹកចេកមកខ្ញុំជឿថាអ្នកមើលក៏តែជាដឹងខ្លះហើយឬក៏អ្នកខ្លះក៏គាត់ធ្លាប់ស្គាល់ហើយប៉ុន្តែខ្ញុំជឿថារឿងមួយចំនួនដែលគេអត់ទាន់ដឹងច្រើនហ្នឹងអំពីសាច់រឿងនៅក្នុងការចាប់ដើមរបស់បងដូចបងលើកឡើងមកអញ្ចឹងមានការបើក2ដងដែរបងបានជួយរៀបរាប់សាច់រឿងតើណាដើមទងរបស់បាយលឹកចេកតិចមើលថាវាពិបាកវាស្រួលយ៉ាងម៉េចខ្លះរហូតដល់សប្តាហ៍នេះអូខេបើនិយាយពីសាច់រឿងការចាប់ដើមហ្មងរៀងកំសត់បន្តិចដំបូងឡើយ
ការដើមទុននៃការចាប់ផ្ដើមហ្នឹងវាតិចតួចល្មមទេតែវាល្មមដែលយើងអាចចាប់ផ្ដើមក្នុងការបង្កើតជាអតេសមួយមានទិញតុកទូចកៅអីទូចដែលយើងអាចថាចាប់ផ្ដើម start business ទូចមួយណាជំនាន់នោះក្តីសម័យបងចង់ start business ខ្លួនឯងឆ្នាំណាដល់មកពេលហ្នឹងឆ្នាំ2018ពេលហ្នឹងដែរដោយសារបងត្រូវមើលកូនទូចអញ្ចឹងកូនទូចរបស់បងអត់តន់ចូលសាលាហើយអញ្ចឹងបងត្រូវរកនឹកថាតើគួរធ្វើអីដែលអាចរកចំណូលបានហើយយើង take care កូនបានទៀតអញ្ចឹងណាអញ្ចឹងក៏ដោយសារម្ដាយបងគាត់បកកែក្នុងការវាថាប្រឡាក់សាច់ឬក៏មានរូបមន្តមួយចំនួនអញ្ចឹងវាផ្សារភ្ជាប់គ្នាបងក៏ជ្រើសរើសគឺថាលក់បាយចាប់ដើមលក់បាយហើយអាចមើលកូនបានអញ្ចឹងណាម្ដាយយើងអ្នករកស៊ីដែរអញ្ចឹងម៉ាក់បងប្រវត្តិរបស់គាត់ជាអ្នកលក់សាច់ជ្រូកនៅខេត្តកំពង់ចាមតែប៉ុន្តែគាត់មានជំនាញក្នុងការប្រឡាក់សាច់ធ្វើទឹកត្រីអញ្ចឹងពាក់ព័ន្ធមួយម្ហូបគឺគាត់មានដូចថាមានទេពកោសល្យក្នុងការធ្វើម្ហូបអញ្ចឹងគាត់ support បងពាក់ព័ន្ធមួយការឆ្នៃគ្រឿងសម្រាប់ប្រឡាក់សាច់អីចឹងអញ្ចឹងបងក៏ចាប់ផ្ដើមគឺថាដើមលក់បាយអូខេបងខ្ញុំជឿថាបងការចាប់ផ្ដើមរបរមួយមិនពិបាកទេតែពិបាកគឺធ្វើវាដើរអញ្ចឹងពេលហ្នឹងបងធ្វើការអីគេដែរហើយអារម្មណ៍ដូចខ្ញុំជឿថាមនុស្សគ្រប់គ្នាចង់ឈប់ធ្វើការទៅរកស៊ីបាយចែកលេខបបិសោតខ្លាំងបន្តិចមើលមិនខ្លះពេលចាប់ដើមដំបូងអារម្មណ៍ទូទៅធម្មតាមនុស្សដែលធ្លាប់គិតណាទាំងបងទាំងគេរកស៊ីរៀងដូចថារៀងលយតិចណាយើងរកស៊ីខ្លួនឯងតែជំនាន់នោះគឺជីវភាពរបស់បងរៀងសោកសោយខ្លាំងតែគាត់ថាយើងចង់បង្កើតអ្វីមួយជាខ្លួនឯងដើម្បីអាច support ខ្លួនឯងបានអញ្ចឹងណាហើយអញ្ចឹងការចាប់ផ្ដើមនោះវាអត់មានអីផ្សារភ្ជាប់ជាមួយទេគ្រាន់តែវាជាការគិតរបស់បងគឺបងចង់ឲ្យខ្លួនឯងដើរទៅមុខមួយជំហានអញ្ចឹងណាអូខេបងចុះសម្រាប់ការចាប់ផ្ដើមដំបូងបងបានត្រៀមអីខ្លះហើយមានអីកើតឡើងខ្លះពេលហ្នឹងនិយាយទៅពេលដែលយើងចាប់ផ្ដើមអត់ទាន់ចេះដូចថាគ្រប់គ្រងលុយកាក់អីទេយើងដឹងធម្មតាលក់មកយើងយកលុយអញ្ចឹងណាពេលត្រូវទិញសាច់យកលុយដកអញ្ចឹងក្នុងការកត់ជីស្នាមឬក៏លុយចំណេញខាតអីអត់ដឹងអត់ច្បាស់លាស់ខ្លួនឯងទេចេះតែលក់អញ្ចឹងទៅហើយជំនាន់នោះដែរមានមហិច្ឆតាខ្លាំងគួរសមដែរតែបើកសោះហ្នឹងមានហ៊ានជួលបុគ្គលិកថាយើងចង់ធ្វើខ្លួនឯងជាអ្នក business មែនតើហ្មងយើងមានបុគ្គលិកមានអីអាចដើរចេញពីអាជីវកម្មបានឧទាហរណ៍ណាពេលហ្នឹងគិតអញ្ចឹងប៉ុន្តែមែនតើសម្បីការគ្រប់គ្រងបុគ្គលិកអត់ក៏អត់ទាន់ចេះការគ្រប់គ្រងប្រាក់ចំណូលសំខាន់ណាស់ក៏យើងអត់ទាន់ចេះហើយរបៀបបានន័យថា flow អាជីវកម្មក៏យើងអត់ទាន់បានរៀបចំស្រួលបួរអញ្ចឹងការលក់ចេះតែលក់ទៅហើយតែគ្រាន់ថាចំណេញខាតប្រហែលអីប្រហែលគឺអត់ដឹងច្បាស់ហើយប៉ុន្តែចេះលក់អញ្ចឹងការចាប់ផ្ដើមដំបូងហ្នឹងមិនល្អទេហើយក៏មិនអន់ពេកដែរមានន័យថាវាអត់ខាតដល់ថ្នាក់លក់យូរទៅអត់មានលុយអីអត់អញ្ចឹងទេគ្រាន់ថាយើងអាចផ្គត់ផ្គង់បានទប់ទល់បានប៉ុន្តែបើថាឲ្យចំណេញឲ្យល្អគឺអត់ទាន់ទេអញ្ចឹងមានថាយើងថ្មីជាមួយនឹងការរកស៊ីទៅពេលឈប់ពីធ្វើការទៅរកស៊ីយើងជួបបញ្ហាច្រើននៅក្នុងហ្នឹងចុះបងក្រោយមកទៀតរកស៊ីមួយរយៈដំបូងដែលរលកទី1ហ្នឹងតើការយ៉ាងមិនដែរពេលហ្នឹងពេលនិយាយទៅការចាប់ផ្ដើមលើកទី1បងជួលទីតាំងតាមសម្រាប់ផ្ទះគេណាតាមសម្រាប់ផ្ទះខាងមុខគេហ្នឹងគឺបងដាក់តុកបាន 3-4 ទេប៉ុន្តែនៅពេលដែលយើងរកស៊ីយូរទៅមានបញ្ហាថាម្ចាស់ផ្ទះគេចង់ឡើងថ្លៃអីអញ្ចឹងណាមានបញ្ហាចុះឡើងយើងមូទីតាំងទៅមកកន្លែងទៀតទៅដល់មកកន្លែងទៀតហ្នឹងក៏ពិបាកដូចគ្នាពាក់ព័ន្ធមួយម្ចាស់ផ្ទះដូចគ្នាដោយសារដូចថាគាត់លក់ដែរយើងលក់ដែរពីមុខអញ្ចឹងវាមាន complicate នឹងគ្នាអញ្ចឹងណាហ្នឹងបងក៏មូទៅម្ដងទៀតមូទៅទីតាំងចុងក្រោយហ្នឹងគឺនៅទល់មុខក្រសួងសេដ្ឋកិច្ចមុខបណ្ណាល័យជាតិអូនស្គាល់បងដាក់អតេសបងនៅក្នុងឯងលក់ធម្មតាព្យាយាមធ្វើទីផ្សារហ្នឹងណាអូនចែកខិត្តប័ណ្ណទៅខាងបងដែលនៅខាងក្រសួងហ្នឹងណាប្រឹងមែនតែនពេលជំនាន់ហ្នឹងឃើញថាដំណើរការព្រោះធម្មតាគាត់ចេញពីក្រសួងមកគាត់ញ៉ាំបាយយើងអីចឹងរៀងសុបាយចិត្តជំនាន់ហ្នឹងគួរសមដែរណាតែលក់ស្រាប់ដល់ថ្ងៃមួយព្រលឹមឡើងខ្ទង់ម៉ោង5ហ្នឹងមកបើកតូបណាមកបើកតូបបាត់អតេសចោលលួចអតេសបាត់ចោលលួចបាត់ហ្នឹងគឺបាត់ទាំងអស់ហ្មងមានន័យថាគ្មានអីដែលថាយើងអាចសារដើមឡើងវិញបានព្រោះដោយសារបងរៀបអតេសហ្នឹងគឺសម្រាប់ទុកអាសម្ភារៈចានឆ្នាំងតុកកៅអីចាក់ច្បាក់អីគឺនៅជាប់ក្នុងហ្នឹងតែមួយសេតហ្មងដល់ពេលចោលហ្នឹងគឺលួចទៅទាំងអស់ហ្មងដល់ពេលអញ្ចឹងយើងពេលបើកតូបហ្នឹងគឺសង្ហាចិត្តហ្មងមានន័យថាបាត់អស់ហលីងចឹងមានថារកស៊ីសុកភ្ញាក់ព្រឹកឡើងចោលលួចមុខរបរយើងទៅបាត់ចាចោលលួចមុខរបរទៅបាត់នេះនឹងត្រូវច្បាស់ហ្មងអូនហើយចុះ
ពេលហ្នឹងពេលផឹកឡើងម៉ោង5ស្រឿងងើបទៅឃើញបាត់អតេះបាត់របស់យើងបាត់ក្នុងអារម្មណ៍បងគិតអីគេពេល និយាយទៅយើងសឹងថាវាអស់អាក្តីសង្ឃឹមនឹងដែរណាអូនពីព្រោះធម្មតាបង start មកទីតាំងទី3ហ្នឹងយើងដាក់ក្តីសម័យយើងរៀងធំដែរយើងព្យាយាមផ្សព្វផ្សាយហើយមានគេស្គាល់មកទិញហើយគេខកកំងយើងរៀបចំយកទៅឲ្យគេអីយើងមានអារម្មណ៍ថាដូចជាក្តីសង្ឃឹមថ្មីសម្រាប់យើងសម្រាប់ចាប់ដើមបន្តអញ្ចឹងដល់ពេលយើងនៅក្នុងក្តីសង្ឃឹមហ្នឹងហើយវាបាត់ទាំងស្រុងណាអារម្មណ៍មួយហ្នឹងពិបាកនិយាយដែរអូនធ្លាក់ក្ដុកហ្មងចាចុះបងបន្តពីចោលលុយអតេះបាត់ហើយតើបងធ្វើអីបន្តមកទៀតពេលបងដូចជាសម្រាប់បានរយៈពេល6ខែបើថាយើងពេល6ខែហ្នឹងគឺអត់នឹកឃើញថាធ្វើអីរបៀបថាយើងដូចអស់ហ្មងយ៉ា6ខែប៉ុន្តែក្នុងកំឡុងពេលហ្នឹងគឺគិតជាប់រហូតគិតថាគិតទៅដល់អាគោលដៅដែលយើងចាប់ផ្ដើមលើកដំបូងព្រោះពេលបងចាប់ផ្ដើមដំបូងបងមានគោលដៅចង់ឲ្យបាយស្លឹកចេកទៅជាយ៉ាងនេះអញ្ចឹងដល់ពេលរួចបងសួរខ្លួនឯងថាមិនបានបោះបង់គោលដៅខ្លួនឯងចោលអញ្ចឹងណាសួរខ្លួនឯងហើយរំលឹកខ្លួនឯងជាប្រចាំចុះគោលដៅដែលខ្លួនឯងដាក់ពីមុនហ្នឹងទៅណាហេតុអីបដ ாய் ឲ្យវាទៅចោលអញ្ចឹងណាអញ្ចឹងក៏បងចាប់ដើម start លើកទី2ដោយសារពេលហ្នឹងស្ថានភាពបងគឺយ៉ាប់ជាងលើកទី1ទៀតដោយសារលើកពិបាកជាងលើកទី1ព្រោះថាលើកទី1យើងមានកញ្ចប់លុយមួយចំនួនទូចសម្រាប់ start ទិញអតេះទិញអីព្រោះអត់ដឹងអតេះមួយកាលហ្នឹងបងកំងដូចជា$500បាទហើយមានតុកមានអីមានសម្ភារៈអីមួយចំនួនទៀតអញ្ចឹងវាចំណាយលុយខ្ទង់1000ដែរណាចាតែលើកទី2នេះគឺបងអត់មានលុយសោះអញ្ចឹងចាប់ដើមដល់របៀបមិនលើកនេះអត់មានអីបងជំនាន់នោះបងមាននៅផ្ទះជួលមួយផ្ទះជួលខាងក្នុងហើយកែងនៅខាងក្នុងហ្មងណាបាទយ៉ាបងមានឆ្នាំងបាយដាំអាទូច3កំប៉ុងមួយចាហើយឆ្នាំងបាយផ្ទះណាក៏មានដែរមិនអញ្ចឹងទេហើយបងមានផ្ទះហ្នឹងធំល្មមដែរតែបាក់ដៃជំហៀងចាហើយមានចក្រានលើមួយចក្រានលើហ្នឹងក៏បាក់ទៀតចក្រានលើហ្នឹងអត់មានចក្រានថ្មីណាយើងប្រើយូរហើយណាសម្រាប់អាំងត្រីអាំងអីតិចតួចចឹងបងក៏ថាបងត្រូវទៅចាប់ផ្ដើមលើកទី2ហើយអញ្ចឹងក៏បងជាឱកាសដែរកាលនោះជំនាន់នោះ Food Panda មកដល់មានញ៉ាំ24មានEGAT មានញ៉ាំ now អញ្ចឹងណាជំនាន់ហ្នឹងសំណាងគឺមានពួក delivery ចាជំនាន់ហ្នឹងឱកាសយើងដោយសារមាន delivery មកដល់យើង start ចាប់ដើម register មួយពួកគាត់អញ្ចឹងណាហើយបងធ្វើវាដោយបេះដូងហ្មងនិយាយទៅយើងលក់នៅក្នុងផ្ទះខាងក្នុងហើយផ្ទះយើងគឺអត់មានស្ថានភាពអីឲ្យថាមើលទៅធំទលាយទេគឺជាអៀតប៉ុន្តែបងរៀបចំ space ឲ្យងាយស្រួលក្នុងការផលិតណាអញ្ចឹងមានថាយើងលក់បាយម្ដងបានថ្ងៃខ្លះបានមកប្រអប់ពីប្រអប់ហើយបើម៉ាស៊ីនបានតែពីប្រអប់មកប្រអប់ពីប្រអប់ថ្ងៃខ្លះក៏អត់មានដែរហើយពេលជំនាន់នោះដែរមាន Food Panda គេឲ្យម៉ាស៊ីនណាចាបងហើយគ្រួសារបងហ្នឹងប្តីបងហ្នឹងជួនថ្ងៃខ្លះងអែម៉ាស៊ីនអង្គុយមើលអញ្ចឹងណាអង្គុយម៉ាស៊ីនអីគេបងម៉ាស៊ីន Food Panda កំងហ្នឹងអូនម៉ាស៊ីនកំងហ្នឹងអូខេអង្គុយមើលថាការបើវាលោតអញ្ចឹងណា Yes ថ្ងៃពេលដែលលក់ហ្នឹងគឺយើងដូចថាផ្ដោតសំខាន់លើការលក់អញ្ចឹងណាហើយថ្ងៃខ្លះទៅក៏បាន5ប្រអប់ប៉ុន្តែជាទូទៅអ្វីដែលបងធ្វើ5ប្រអប់ដែលបងលក់ទៅហ្នឹងគឺយើងលក់ដោយយកចិត្តទុកដាក់អញ្ចឹងដល់ពេលដែលភ្ញៀវទិញបាយប្រអប់បងទៅដល់ហើយគាត់តែងតែត្រឡប់មកទិញវិញអញ្ចឹងពី5ប្រអប់ឡើង10ប្រអប់ពី10ប្រអប់ឡើង20ពី20ឡើង40បងដំបូងបងដាក់គោលដៅថាលក់បាន20ប្រអប់អញ្ចឹងណាអូនអាពី3ប្រអប់4 5ប្រអប់ហ្នឹងដាក់គោលដៅ20ប្រអប់ដល់ពេល20ប្រអប់បងធ្វើបានហើយបងដាក់គោលដៅ50ប្រអប់គេចាប់ដើមទិញចាដល់ពេល50ប្រអប់ហ្នឹងហើយបងបន្តគោលដៅ100ដល់ពេល100ហើយបងបន្តទៀតអញ្ចឹងបានន័យថាយើងឈានមួយចំហៀនម្ដងរហូតបងមិញតាមខ្ញុំចាប់បានអញ្ចឹងថាចាប់ដើមលើកទី2លើកនេះគឺយើងអត់មានហាងអត់មានតូបអីទេយើងចាប់ដើមពីផ្ទះជួលរបស់យើងហ្មងត្រូវហើយយើងលក់ទៅផ្ដោតទៅលើ online សុទ្ធត្រូវចាពេលលក់ហ្នឹងគឺអូនដឹងស្រាប់ហើយនៅលើ online យើងត្រូវការរូបភាពអញ្ចឹងណាអញ្ចឹងបងរៀនថតបងអូនផងអីផងគាត់ជួយ support ណាបងអូនបងគាត់ជួយ support ថតរូបភាពឲ្យតាក់ទាញស្អាតហើយទន្ទឹមនឹងរូបភាពស្អាតគុណភាពអាហារដែលបងចាប់ផ្ដើមលក់ពីមួយប្រអប់ពីរប្រអប់ហ្នឹងគឺមិនខុសពីឥឡូវទេអូនគឺបងយកចិត្តទុកដាក់ខ្លាំងអញ្ចឹងហើយដែលធ្វើឲ្យអតិថិជនបងគាត់ត្រឡប់មកទិញវិញហើយភ្ញៀវបងខ្លះគាត់ជួបបងគាត់ថាបងបែរដឹងទេណាខ្ញុំម៉ួយបងឯងតាំងពីប្រហែលឆ្នាំមុនអញ្ចឹងមិនថាផ្សឹងគាត់ជាម៉ួយបងតាំងពីបងមិនទាន់មានអីទាំងអស់ហើយនិយាយទៅរំភើបមែនតើពេលបានជួបពួកគាត់ថាគាត់ញ៉ាំបាយបងគាត់ពេញចិត្តអីអញ្ចឹងតន់បងអញ្ចឹងមានថាអីដែលជាមេរៀនខ្ញុំចាប់តន់កន្លែងនេះបើសិនបើមានបងប្អូនផ្សេងដែលចង់ចាប់ផ្ដើមលក់ online
ចឹងមិនថាគុណភាពសំខាន់ណាស់ Yes ពួកគេដឹងថាបងមិញបងចាប់ផ្ដើមមកផ្ទះជួលអត់មានតូបមានហាងទេប៉ុន្តែគេកំងតាមអនឡាញទៅចឹងអាមកប្រអប់ដែលទៅដល់ដៃភ្ញៀវធ្វើម៉េចឲ្យវាស្អាតហើយវាមានគុណភាពល្អហើយគេនឹងមកវិញត្រូវបង ត្រូវអូនត្រូវហើយទៅនឹងពាក់ព័ន្ធមួយសេវាកម្មភ្ញៀវធម្មតាពេលយើងនៅលើ app ហ្នឹងយើងមានលេខទូរស័ព្ទពេលហ្នឹងក៏បងមាន page ដែរបង start page ខ្លួនឯងពីពេលហ្នឹងណាហើយបងព្យាយាមខុសអីចឹងទៅភ្ញៀវគាត់កំងហើយគាត់ទេមកសួរថាបងកន្លែងបងឯងនៅកន្លែងណាបានកំងមកផ្លែតសោះមកដល់ចឹងបងជំនាន់ហ្នឹងបងលក់បាយបដាបងចង់និយាយថាដាំបាយក៏បងឈានត្រីក៏បងចាប់ជ្រក់ធ្វើអីក៏បងអត់មានតន់មានចង្វាក់បដកម្មទៅឥឡូវឯងវារៀងស្មុគស្មាញញ៉ៃញ៉ៃប៉ុន្តែបងធ្វើគឺបងផ្ដោតលើសេវាកម្មលឿនតាំងពីជំនាន់ហ្នឹងហើយបើបាយពីបន្ទប់បងហ្នឹងរហូតដើរកាច់ជ្រុងហ្នឹងចេញទៅដល់មាត់ជ្រក់ខាងមុខហ្នឹងណា បាទ គឺប្រើពេល1នាទីក្នុងការហត់ហើយបងអត់មានដើរអូន ហត់ គឺហត់ហ្មងអញ្ចឹងមិនថាពេលដែល order មកដល់បងគឺត្រូវហត់ជួនបងអត់ហ៊ានខ្ចប់ឲ្យទុកមុនទៀតពេលដែលបងឧទាហរណ៍ order load អញ្ចឹងបងហត់ទៅមើលសិនថា driver មកដល់ឡើយឃើញ driver មកហើយបានបងហត់វិញខ្ចប់ហើយពួកបងខ្លាចបាយតិចអញ្ចឹងណាអូនពីទូទៅបងកម្រដើរក្នុងជំនាន់ពេលបងលក់ហ្នឹងបងមានទូរស័ព្ទ Huawei មួយហ្នឹងជំហានបងពី 10000 ទៅ 15000 ជំហានហ្មង មួយថ្ងៃ ចាគឺបងរត់អត់មានដើរធម្មតាគឺអញ្ចឹងគឺការចាប់ផ្ដើមរបស់បង start ជាមួយគុណភាពហើយនិងសេវាកម្មគឺលឿនតាំងពីពេលដែលបងអត់តន់មានអីសោះហ្នឹងឯង បងខ្ញុំចង់ថែមមួយសំណួរឡើយនេះភាគច្រើនណាមនុស្សដល់ពេលដែលរកស៊ីនៅពេលដែលដួលហើយគឺពិបាកងើបឡើងវិញហ្មងតែកត្តាអីដែលធ្វើឲ្យបងងើបមកវិញហើយជាមួយនឹង passion ខ្លាំងរហូតដល់រកស៊ីរត់ប្រយយ៉ាងហ្មងតែអីកត្តាអីគេនៅពីក្រោយបងមើលឃើញអីបងគិតអី និយាយទៅបងខ្លួនឯងផ្ទាល់បងកំណត់គោលដៅរៀងច្បាស់សំខាន់ជាងគេអាគោលដៅច្បាស់ដំបូងហ្នឹងណាអញ្ចឹងមកថាសម្រាប់អ្នករកស៊ីតើតែកំណត់គោលដៅច្បាស់កុំគ្រាន់តែចង់បានលុយចំណេញចង់បានអីឲ្យប្រកបនៅក្នុងហ្នឹងអញ្ចឹងបងមានគោលដៅច្បាស់ហើយពេលហ្នឹងក៏បងមានផែនការដែរតែគ្រាន់ថាវាអត់សូវជាក់លាក់អត់សូវច្បាស់លាស់ឲ្យដូចឥឡូវទេតែបងកំណត់លើគោលដៅបងអញ្ចឹងការចាប់ដើមលើកទី2របស់បងដោយសារគោលដៅហើយគោលដៅហ្នឹងសួរថាហេតុអីបងមាន passion គោលដៅបូកមួយក្តីសង្ឃឹមដោយសារបងមានគោលដៅហើយបងមានក្តីសង្ឃឹមទៀតអញ្ចឹងធ្វើឲ្យបងធ្វើការអត់ហត់ទេបងប្រឹងវាអញ្ចឹង តើបងចុះលបផ្សេងមកកកហេតុអីបានត្រូវតែលបលក់បាយ សម្រាប់បងធម្មតាគេរកស៊ីគេនាំគ្នានិយាយថាយើងស្វែងរកដំណោះស្រាយឲ្យអតិថិជនអញ្ចឹងណាឧទាហរណ៍អ្នកលក់ម៉ូតូគេរកសម្រាប់ដំណោះស្រាយសម្រាប់អ្នករត់ទិញម៉ូតូអីចឹងទៅតែបងជ្រើសរើសមួយក្នុងវិស័យទាំងអស់ហ្នឹងគឺវិស័យចំណីអាហារដោយសារបងយល់ឃើញថាចំណីអាហារគឺសំខាន់សម្រាប់មនុស្សអ្នកណាក៏ញ៉ាំដែរអញ្ចឹងណាអញ្ចឹងបងជ្រើសរើសចំណុចសំខាន់ហ្នឹងទី1ទី2គឺបងមើលឃើញបញ្ហាជាទូទៅអ្នកនៅក្នុងពេញយើងគឺមានពេលតិចទេក្នុងការញ៉ាំអាហារ បាទ អ្នកនៅខេត្តគាត់ធ្វើការហើយគាត់ត្រឡប់ទៅផ្ទះញ៉ាំបាយបានចាតែអ្នកនៅពេញអត់ទេអ្នកនៅពេញរវល់អូនគ្រាន់តែថាគាត់ចុះពីតែកន្លែងមកជួនមុំទាំងដើរទៅដល់កន្លែងញ៉ាំបាយមុំទាំងអង្គុយចាំបាយចេញហើយគាត់ដើរត្រឡប់ទៅវិញបងនិយាយទៅចក្ខុវិស័យបងប្រហែលនឹង app ជំនាន់នោះការបងដែលចាប់ផ្ដើមពីតេស្តហ្នឹង app អត់ទាន់មានទេតែបងគិតអញ្ចឹងបងគិតថាចង់ដោះស្រាយបញ្ហាអ្នកដែលធ្វើការរវល់ព្រោះពួកគាត់អត់មានពេលច្រើនទេហើយបើសិនឧទាហរណ៍ថាញ៉ាំអាហារជួនបើអាហារកំងផងអូននឹងស្រាប់ឲ្យត្រូវការពេលហើយមានទឹកមានអីចឹងចិត្តបងគឺចង់ដោះស្រាយគឺថាយកបាយហ្នឹងទៅដល់គាត់ហ្មងអញ្ចឹងបងកាលនោះក៏បងចង់ដូចថាបង្កើតគោលដៅបងណាចង់កើត10ទីតាំងជំនាន់ហ្នឹងមិនហេតុ10អន្តេះទៅមុខណាម្ដងកណាយាមួយទៅទៅម្ដងអាគារ24ជាន់នោះមួយទៅអញ្ចឹងបងចង់យកអន្តេះបងហ្នឹងទៅដល់មុខកន្លែងដែលគេលក់ហ្នឹងហ្មងមុខកន្លែងដែលអ្នកធ្វើការច្រើនហ្នឹងហ្មងព្រោះយើងចង់ឲ្យអតិថិជនហ្នឹងគាត់ទទួលបានអាហារលឿនទី1ទី2គឺអាហារងាយញ៉ាំព្រោះអូនឃើញហើយបាយស្លឹកចេកសុទ្ធតែប្រភេទអាហារដែលងាយញ៉ាំលឿនតម្រូវចិត្តអតិថិជនហើយជាប្រភេទម្ហូបខ្មែរដែលឆ្ងាញ់ដែលអ្នកណាក៏ចូលចិត្តដែរភាគច្រើនណាជារសជាតិរបស់ខ្មែរហ្មងបងចុះសម្រាប់ពេលដែលចាប់ផ្ដើមដំបូងហើយឥឡូវយើងចាប់ផ្ដើមលើកទី2ឯងពេលណាដែលបងចាប់ផ្ដើមបើកហាងលើកដំបូងម្ដងទៀតហើយហេតុអីបានសម្រាប់ចិត្តបើកហាងបងគិតអីខ្លះជំនាន់ដែលបងសម្រាប់ចិត្តបើកហាងហ្នឹងគឺលក់បានប្រហែលជា80ទៅ100ប្រអប់ហើយមួយថ្ងៃចាក្នុងមួយថ្ងៃចំណាយពេលប៉ុន្មានបានឡើងដល់ប៉ុណ្ណឹងបងចំណាយពេលដូចជា5-6 ខែអូនលឿនដែរតាចា5-6 ខែពីការចាប់ដើមលើកទី2ហ្នឹងបាទអញ្ចឹងពេលដល់ហ្នឹងបងគិតថាដល់ពេលហើយអញ្ចឹងណាប្រាប់ខ្លួនឯងថាដល់ពេលហើយពេលហ្នឹងក៏ថ្លើមធំដែរអូនព្រោះផ្ទះល្វែងជួល
មួយមិនដូចបងជួលបន្ទប់ណាបងជួលបន្ទប់មួយខែ$120 តែល្វិញមែន ចាហើយដល់ផ្ទះល្វែងពេលហ្នឹងបងលុបប៊ីម្ចាស់មែនតើគាត់បានឃើញហើយសើចអូយអំបគាត់មែនតើគាត់តម្លៃគាត់ធ្លាប់ជួល600ជាងឯណាមុនកូវីដដល់ពេលបងសុំអំបគាត់ចឹងទៅយើងប្រាប់ថាយើងទៅបញ្ចប់ផ្ដើមអីចឹងណាគាត់ជួលឲ្យបង500ជំនាន់ហ្នឹងហើយ500មិនធម្មតាទេសម្រាប់បងណាហើយមែនតើការជួលផ្ទះត្រូវតម្រូវឲ្យកក់មុនអីអញ្ចឹងទៅហើយពេលយើង start មកអញ្ចឹងក៏វាត្រូវការសម្ភារៈអីមួយចំនួនផ្សេងដែរប៉ុន្តែបងនិយាយទៅបងហ៊ានថានឹងទៅហ្មងណាព្រោះដូចបងប្រាប់អូនអញ្ចឹងបងគឺមានគោលដៅហើយគិតថាខ្លួនឯងអាចធ្វើបានអញ្ចឹងបងជឿជាក់បងហ៊ានចាប់ដើមទៅមូលទៅអាទីតាំងសប្ថ្ងៃនេះបាយសឹកជ័យសប្ថ្ងៃនេះគឺនៅទីតាំងវាថាយើងថាទី3ចាស់ដែលបងឈានមកដល់ណាបាទចឹងទីតាំងហ្នឹងនៅមកដល់សប្ថ្ងៃបងនឹងមកដល់សប្ថ្ងៃអូខេបងចុះចាំបងបើតាមស្ដាប់មើលទៅតាមពេលវេលាបងមកបងចាប់ដើម2018យើងហៅស៊ីបានមួយរយៈយើងបិទហើយយើងបើកមកវិញចាហើយបើតាមដឹងបើស្ដាប់មើលទៅវាមិនឡងកូវីដដែរថាពេលកូវីដមកដល់បងជួបបញ្ហាអីនិយាយទៅកូវីដហ្នឹងបើសិនជាយើងធម្មតាប្រកាសជាធ្លាក់ទឹកចិត្តឲ្យអូនពីព្រោះបាយបងផ្ដោតទៅលើខ្ចប់បងដាក់គោលដៅថាបងចង់ខ្ចប់ support អ្នកសិក្ខាសាលាកម្មវិធីអីផ្សេងឧទាហរណ៍គាត់មានប្រជុំ10-20នាក់អីចឹងយើង support ចឹងណាអញ្ចឹងគោលដៅយើងដាក់អញ្ចឹងហើយជំនាន់ហ្នឹងមិនបិទខ្ទប់មិនហាមការជួបជុំផ្លូវចិត្តបងពេលហ្នឹងចាប់ដើមច្បុកច្បល់ដែរយើងគិតថាគោលដៅយើងដាក់ទៅអញ្ចឹងហើយបើគេហាមជួបជុំហាមឲ្យមានសិក្ខាសាលាមានអីចឹងតើបងទៅជាយ៉ាងណាចាតែបងអត់ចោះចាញ់ទេពេលហ្នឹងបងកាន់តែប្រឹងថែមទៀតបងថាអត់បានទេខ្ញុំត្រូវតែរស់ហ្មងអញ្ចឹងយើងអាចបដ ாய் បានទេអញ្ចឹងបងព្យាយាមរកបើន័យថារកយុទ្ធសាស្ត្រអីផ្សេងណាជំនាន់ហ្នឹងយើងភ្ជាប់មួយ app ហើយអញ្ចឹងថាបងរកឃើញផ្លូវមួយថាប្រហែលជាត្រូវតែសហការជាមួយ app ឲ្យល្អខ្លាំងជាងមុនព្រោះពីដើមឡើយយើងគ្រាន់តែខ្ចប់លក់ធម្មតាយើងអត់បានផ្ដោតថាត្រូវដាក់គោលដៅជាមួយ app ឲ្យបានល្អអីទេតែពេលហ្នឹងបងចាប់ដើមរៀបចំផែនការទីផ្សារជាមួយ app ដើម្បីឲ្យ app support យើងទៅជំរុញការលក់យើងកើនឡើងពេលនោះថ្ងៃដែលបងទទួលបានជោគជ័យពីការកម្លាំងតាមរយៈចឹងមានន័យថា COVID គេបិទគេរកស៊ីខាតទាំងតែប៉ុន្តែបង COVID មកកាន់តែលក់ដាច់ចាពេល COVID ហ្នឹងកាន់តែលក់ដាច់ព្រោះភ្ញៀវខ្លះគាត់អត់ត្រូវមកកន្លែងធម្មតាហាងអាហារមួយចំនួនដែលមានតុអង្គុយគឺត្រូវអត់សូវមានភ្ញៀវទេដោយសារគេអត់ទៅចូលជួបជុំគ្នាអញ្ចឹងគេកំងដឹកអីចឹងទៅពេលហ្នឹងបងដាច់កំងដឹកហ្នឹងក៏ដាច់ហើយភ្ញៀវកំងតាម app ក៏ដាច់ចាពេលអំឡុង COVID ហ្នឹងបងលក់ដាច់កាន់តែខ្លាំងហើយបងនិយាយថាមិញមានការធ្វើទីផ្សារមួយ app តើបងធ្វើអីខ្លះបានលក់ដាច់ខ្លាំងដែរនិយាយទៅជំនាន់នោះបងស្នើឲ្យ app គាត់ជួយ support ពាក់ព័ន្ធជាមួយ promotion ធម្មតាក្នុង app ពេលកាលណាយើងមាន promotion យើងមានdisplay app បានន័យថាធ្វើឲ្យភ្ញៀវគាត់បានឃើញហាងយើងច្រើនទៅយ៉ាងហោចម្ដងក៏គាត់សាក់លបងយើងដែរអញ្ចឹងណាអញ្ចឹងបងធ្វើឲ្យខ្លួនឯងលេចធ្លោនៅក្នុង app អញ្ចឹងអូនកាន់ app ដឹងឲ្យធម្មតាតែហាងណាមាន promotion ឬក៏បង្កើតជារូបភាពអីដែលលេចធ្លោគឺយើងអាចទទួលបានឱកាសក្នុងការចាប់អារម្មណ៍ពីភ្ញៀវវិញអញ្ចឹងក៏បងចាប់ផ្ដើមឲ្យទៅលើ app ជំនាន់ហ្នឹងអូខេបងបងអញ្ចឹងស្ដាប់មើលទៅឃើញថា COVID មកយើងចាប់ឱកាសហ្នឹងការលក់របស់យើងកើនឡើងហើយមកដល់ពេលឥឡូវនេះយើងបរិយាបានច្រើនហើយខ្ញុំមានសំណួរសំខាន់មួយទៀតតើអីខ្លះជាគោលការណ៍រកស៊ីជារួមរបស់បងដែលធ្វើឲ្យបាយលឹកចេញមានការគ្រប់គ្រងច្រើនដែរឥឡូវដូចបងបញ្ជាក់ពីដើមអញ្ចឹងបងមានគោលចិត្តមួយគឺផ្ដោតទៅលើគុណភាពអាហារតាំងពីលក់មកប្រអប់មកដល់សប្តាហ៍គុណភាពអាហារផ្ដោតសំខាន់ជាចម្បងទី1ហើយទី2គឺសេវាកម្មគឺបងផ្ដល់សេវាកម្មរហ័សទាន់ចិត្តសម្រាប់ភ្ញៀវ2នឹងសំខាន់ជាមួយគ្នានឹងដែរសម័យបច្ចុប្បន្នយើងជាអត់ផុតទេពីការធ្វើទីផ្សារ digital អញ្ចឹងបងរៀនបងមានប្អូនគាត់ជួយសហការក្នុងការយើងស្វែងរកអ្វីដែលថ្មីប្លែកៗក៏ដូចជាការស្នើឲ្យមានការ review អីដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងមានភាពលេចធ្លោប៉ុន្តែអ្វីដែលសំខាន់លើសនឹងដែលជាប់នៅក្នុងគោលចម្បងក្នុងហាងបាយសឹកជ័យគឺលក់ដោយក្តីស្រឡាញ់មានន័យថាម៉េចលក់ដោយក្តីស្រឡាញ់គឺជាទូទៅគឺបងផ្ដល់ក្តីស្រឡាញ់ឲ្យភ្ញៀវមានន័យថាក្តីស្រឡាញ់ហ្នឹងមានអីក្តីស្រឡាញ់ហ្នឹងគឺមានន័យថាភ្ញៀវដែលញ៉ាំបាយបងដោយគ្រួសាររបស់បងចឹងមានថាធម្មតាឧទាហរណ៍ថាបងធ្វើម្ហូបមួយបើម្ហូបហ្នឹងអត់ល្អបងអាចឲ្យកូនបងញ៉ាំអត់បងអាចឲ្យប្តីបងញ៉ាំអត់អាចទេអញ្ចឹងមកក្នុងលក្ខខណ្ឌក្នុងការលក់ដូរជាពិសេសចំណីអាហារអត់ខ្វះទេអាហារដែលអាច
លក់បានឆ្ងាញ់ហើយចំណេញច្រើនប៉ុន្តែសួរថាវាមានសុវត្ថិភាពសម្រាប់អតិថិជនបងអត់ជ្រើសរើសយកវិធីដែលត្រូវការលុយចំណេញហើយបោះបង់អាមនសិការហ្នឹងឯណាអញ្ចឹងបងថាបងផ្ដោតសំខាន់គឺអារម្មណ៍នៃក្តីស្រឡាញ់អតិថិជនដូចគ្រួសារបងជ្រើសរើស menu ថ្មីដែលបញ្ចូលនៅក្នុងអាហាររបស់បាយស្លឹកចេកហ្នឹងគឺបងគិតថា menu ហ្នឹងគឺប៉ះពាល់សុខភាពភ្ញៀវឬក៏អត់ menu ហ្នឹងអាចធ្វើឲ្យភ្ញៀវឆ្ងាញ់ហើយមានសុខភាពល្អឬក៏អត់អញ្ចឹងបងរើសបងសម្រិតសម្រាំងសូម្បីតែហៅគ្រឿងទេសបាទដូចបងបញ្ជាក់ស្ករត្នោតអត់ដឹងហើយប្រភពស្ករត្នោតមានលក់ច្រើននៅទីផ្សារប៉ុន្តែមិនមែនស្ករត្នោតទាំងអស់គឺសិតតែជាស្ករត្នោតដែលមានសុវត្ថិភាពទេអូខេខ្ទឹមក្រហមខ្ទឹមសដែលយើងយកមកលាយក្នុងគ្រឿងហ្នឹងគឺបងលាងសម្អាតរើសចិត្តផ្ចំអត់មែនថាអូយកមកដាក់ប្រឡេះសម្អាតរើសអត់ល្អចេញហើយលាងអញ្ចឹងក្នុងការបង្កើតអាគ្រឿងទេសក្នុងការផ្សំហ្នឹងក៏បងចិត្តផ្ចំដែរនិយាយទៅអ្វីដែលបងដាក់បញ្ចូលទៅក្នុងបាយជាក្តីស្រឡាញ់ក្តីយកចិត្តដាក់សម្រាប់ភ្ញៀវហ្នឹងគឺបងទទួលអារម្មណ៍ថាភ្ញៀវគាត់ដឹងគាត់ទទួលបានព្រោះបើយើងនិយាយពីសប្តាហ៍ថ្ងៃនេះមានហាងច្រើនមានការលក់ស្តៀងគ្នាច្រើនតែសួរថាហេតុអីបានការគ្រប់គ្រងហាងបងអត់ធ្លាក់បងធ្លាប់លក់ពីដើមមកយ៉ាងម៉េចកម្រិតហ្នឹងគឺនៅតែប៉ុណ្ណឹងវាអាចឡើងឬក៏ចុះបន្តិចបន្តួចប៉ុន្តែបើធៀបនឹងការដែលលក់ដូចគ្នាច្រើនហើយតម្លៃធូរជាងបងទៀតអូនគិតមើលក្នុងបើដូចគ្នាហើយតម្លៃធូរជាងសួរថាអតិថិជនជ្រើសមួយណាគេប្រកាសជារើសថាធូរជាងហើយចាតែសួរហេតុអីបាត់បងលក់អត់ធ្លាក់បងចាប់អារម្មណ៍ថាភ្ញៀវគាត់ទទួលបានក្តីស្រឡាញ់ដែលបងដាក់ចូលទៅក្នុងបាយហ្នឹងណាអញ្ចឹងបងគិតថាវាជាលទ្ធផលល្អដែលបងលះបង់សម្រាប់អតិថិជនព្រោះអតិថិជនគាត់ពេញចិត្តហើយគាត់ទទួលអារម្មណ៍ហើយគាត់បងទទួលបាន feedback ពីគាត់ភាគច្រើនគាត់ថាបងខ្ញុំញ៉ាំបាយបងឯងដូចញ៉ាំបាយម៉ាក់ខ្ញុំធ្វើឲ្យអញ្ចឹងអ្នកខ្លះថាបងខ្ញុំញ៉ាំបាយបងឯងដូចញ៉ាំបាយផ្ទះអញ្ចឹងបងស្ដាប់ហើយបងមានអារម្មណ៍ថាសប្បាយចិត្តតាមពិតដែលយើងនិយាយថាអូញ៉ាំបាយផ្ទះបាយធម្មតាមែនអត់មិនមែនជាបាយហាងមិនមែនជាបាយលយប៉ុន្តែសម្រាប់បងអត្ថន័យហ្នឹងគឺជ្រាលជ្រៅដោយសារហេតុផលយើងញ៉ាំបាយផ្ទះយើងឆ្ងាញ់យើងសុវត្ថិភាពយើងអស់លុយតិចព្រោះថាពាក្យមួយម៉ាត់ហ្នឹងហើយបងស្ដាប់ភ្ញៀវបងភាគច្រើនគឺទទួលបានអារម្មណ៍ហ្នឹងហើយអ្នកខ្លះថាបងខ្ញុំញ៉ាំបាយបងឯងខ្ញុំដឹងថាបាយបងឯងដូចថាគុណភាពល្អសូម្បីតែអង្គសូម្បីតែសាច់គោដែលបងជ្រើសរើសហ្នឹងអូនដឹងហើយសាច់គោគឺបងជ្រើសសាច់គោការ៉េតពុះហើយស្រស់ទៀតមិនមែនអាពួកផលិតផលក្នុងស្រុកក៏ពិតមែនតែខ្លះសេអីគឺអត់មានទេអូនគឺស្រស់ល្អសូម្បីត្រីក៏បងរៀបចំអាស្រស់ល្អប៉ុន្តែទន្ទឹមហ្នឹងវាជិះអត់ផុតទេពីកង្វះខាតមួយចំនួនគឺថាខ្វះខាតតែបងទទួលភាពខ្វះខាតហ្នឹងពីភ្ញៀវគាត់ពីបងបងឯងសាច់បងឯងថ្ងៃនេះរៀងចេះបន្តិចអីអញ្ចឹងវាចាំគាត់ feedback ឲ្យយើងដើម្បីកែតម្រូវមិនន័យថាយើងទទួលបានក្តីស្រឡាញ់ពីភ្ញៀវគាត់ចង់ឲ្យយើងកែតម្រូវអញ្ចឹងទន្ទឹមនឹងការរៀបចំរបស់យើងយ៉ាងល្អហើយក៏យើងកែសម្រួលខ្លួនឯងជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អបងបន្តដល់កន្លែងហ្នឹងតាក់ទងមួយការរកស៊ីដំបងឡើយបាយលឹកចិត្តយើងមានតែឯងឯងប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងមើលតាម app កំងហូបមួយចំនួនឥឡូវយើងឃើញមានបាយស្លឹកចេកដូចកើនឡើងច្រើនចឹងអាហ្នឹងរឿងទូទៅនៅក្នុងទីផ្សារសេរីឯងតើនៅពេលដែលរកស៊ីសុកមានគូប្រកួតប្រជែងមកដណ្ដើមទីផ្សារជាមួយយើងអញ្ចឹងបងគ្រប់គ្រងឬក៏ទប់ទល់ជាមួយនឹងរឿងទាំងអស់ហ្នឹងដោយរបៀបម៉េចអូខេមែនតើទៅដំបងឡើយពេលដែលមានគេធ្វើដូចយើងព្រាមបងនិយាយលេស្មោះត្រង់បងមានអារម្មណ៍ថាអន់ចិត្តព្រោះហេតុផលដូចថាបាយពងទាចៀនថៃប្រហែលអ្នកណាក៏មានដែររបៀបកញ្ចប់បាយដែលដូចបាយស្លឹកចេកធ្វើសប្តាហ៍ថ្ងៃហ្នឹងមុនដែលបងកើតឡើងហ្នឹងគឺអត់ធ្លាប់មានទេមានតែយើងមុនគេយើងមុនគេប្រភេទយើងរើស menu បាយត្រីមកដាក់មើលបាយប្រអប់មានប្រអប់មានទ្រាប់ស្លឹកចេកហើយមានបាយអង្គលាយពណ៌ហ្នឹងហើយមានដូចថាសាច់គោងៀតមានអីរបៀបតម្រង់បែបយើងនេះណាតម្រង់បែបយើងដែលមើលទៅឃើញថាជាបាយស្លឹកចេកហ្នឹងពីមុនអត់មានទេប៉ុន្តែក្រោយតែពេលឃើញគេធ្វើដូចយើងទាំងអស់ហ្នឹងមករបៀបថាមិនហាងទូទៅដែលគាត់លក់សាឡឧទាហរណ៍ថាកកឬក៏អីហើយមានអាហ្នឹងយើងអត់ធ្វើ concern ទេប៉ុន្តែ concern គឺហាងខ្លះគឺមានដូចយើងរូបភាពដូចយើងអីបេះបិទហើយមានអ្នកខ្លះគាត់ដាក់ឈ្មោះដូចយើងទៀតមានឈ្មោះដូចទៀតមានឈ្មោះដូចទៀតអញ្ចឹងមានអារម្មណ៍ថាអន់ចិត្តប៉ុន្តែទន្ទឹមហ្នឹងគិតឡើងវិញមកທາງទីផ្សារសេរីគេអាចធ្វើបានព្រោះយើងអត់មានប៉ាវផ្ដាច់ទេបាទ
តែក្នុងហ្នឹងក៏រៀងសប្បាយចិត្តតិចតែគាត់ថាមកពីខ្លួនឯងយើងធ្វើបានល្អបានគេធ្វើតាមយើងអញ្ចឹង ធ្វើអានឹងមានទីផ្សារ យើងអញ្ចឹងយើងមិនន័យថាយើងធ្វើឲ្យខ្លួនឯងមិនមានរងសម្ពាធថាខឹងគេឬក៏អីអត់មានទេអញ្ចឹងណាប៉ុន្តែទីផ្សារធ្វើរៀងខ្លួនបែរថាទីផ្សារធ្វើរៀងខ្លួនបើសិនឧទាហរណ៍ថាគាត់ធ្វើដូចយើងក៏ពិតមែនប៉ុន្តែបើប្រៀបនឹងយើងអ្នកចាប់ដើមខ្លួនឯងវាមិនអាចដូចគ្នាទាំងស្រុងទេទោះបីមកហូបដូចគ្នាការ workshop ដូចគ្នាប៉ុន្តែរសជាតិក៏អត់ដូចគ្នាដែរហើយអតិជនដែលទិញញ៉ាំភាគច្រើនពេលខ្លះគាត់ដវងអ្នកខ្លះគាត់ទិញហើយគាត់ផ្ញើសារមកពេកគាត់ទិញគាត់អត់ដឹងថាគាត់ទិញពីណាតែគាត់ផ្ញើសារមកពេកថាបាយឃើញរូបភាពឃើញគេ review ឡើងល្បីឡើងតំណងដល់ពេលទិញយកមកញ៉ាំមិនដឹងស្អីជាស្អីគាត់ថតរូបបាយគាត់ញ៉ាំហ្នឹងថតមកយើងដឹងថាអត់មែនបាយយើងអូមានគេច្រឡំចាមានគេច្រឡំហើយអ្នកខ្លះទៀតគាត់ទិញហើយគាត់ថារបៀបថាគាត់ complain អាបាយហ្នឹងប៉ុន្តែគាត់យកមក review នៅក្នុង app របស់យើងដូចថាក្នុង Wow Now អញ្ចឹងក្នុងហាងរបស់យើងចាក្នុងហាងរបស់យើងគាត់ទិញពីហាងគេទេប៉ុន្តែគាត់យកមក review ក្នុងហាងយើងហើយគាត់ថតរូបហ្នឹងមកមិនមែនជារបស់យើងទេគាត់ complain អញ្ចឹងវាថាពាក់ព័ន្ធជាមួយគូប្រកួតប្រជែងហ្នឹងមានបញ្ហាច្រើនដែរបើសិនជាយើងដូចថារកទីផ្សាររៀងខ្លួនយើងស្វែងរកទីផ្សាររៀងខ្លួនកុំប៉ះពាល់គ្នាហ្នឹងជាអត់ជាបញ្ហាចុះពេលហ្នឹងឧទាហរណ៍មិនឧទាហរណ៍នេះជាក់ស្ដែងចុះពេលហ្នឹងនៅពេលដែលហៅស៊ីសុករបស់យើងនៅសុកស្រាប់តែគេមកល្អតមមក complain ថាអេបាយយើងអត់ឆ្ងាញ់បងដោះស្រាយដូចមិញហ្នឹងមែនតើទៅឧទាហរណ៍ថាគាត់ថតរូបមកអញ្ចឹងយើងឆ្លើយតបមួយគាត់ដោយស្ទេពវិធីថាជាស្រ័យបងបាយដែលបងកំងហ្នឹងមិនចេញពីហាងរបស់ខ្ញុំទេប្រហែលជាបងកំងច្រឡំហាងហើយអញ្ចឹងយើងឆ្លើយតាមលក្ខណៈហ្នឹងឯងហើយភៀវខ្លះដោះថ្នាក់តេមកទៀតណាអូនតេមកទៀតគាត់ថាបាយលក់មិនដឹងជាស្អីខ្ចប់មិនដឹងជាស្អីអញ្ចឹងហើយណានេះភៀវខ្លះគឺសាហាវហ្មងគាត់តេមករករឿងយើងហ្មងទាំងមិនមែនបាយយើងអញ្ចឹងណាអូនប៉ុន្តែទន្ទឹមហ្នឹងក៏មានដូចថាធម្មតាពេលខ្លះបាយរបស់យើងមែនតែគាត់ថាខុសតម្រងឧទាហរណ៍ពេលខ្លះភ្លេចសភាអីចឹងណាចាភ្លេចសភាភ្លេចអីចឹងហ្មងឆ្លើយតបមកវិញទោះបីថាយើងជាម្ចាស់ដើមយើងចាប់ដើមធ្វើដោយពីដើមមកមែនក៏មិនមែនអត់មានចំណុចខ្វះខាតដែរមានចំណុចខ្វះខាតមួយចំនួនហើយយើងក៏ទទួលយកអធិស្ឋានសូមអធិស្ឋានពីភ្ញៀវហើយនឹងអភិវឌ្ឍបន្ថែមយើងលក់អនឡាញអញ្ចឹងធ្លាប់ជួបបញ្ហាអីជាមួយភ្ញៀវដែលករណីធ្ងន់ធ្ងរមួយហើយបងដោះស្រាយមិនមានទេជាទូទៅធ្លាប់មានម្ដងដែរអូនប្រភេទខែក្តៅបាទខែក្តៅខ្លាំងប្រភេទពពួកសាច់ដូចឆ្អឹងជនីអញ្ចឹងធម្មតាគាត់សាច់គេកាត់ពីយប់ម៉ោង4ម៉ោងអីអញ្ចឹងណាដល់ពេលកាត់ហើយគឺគាត់រៀបចំសម្អាតអីហើយគឺច្រកថង់ដល់ពេលច្រកថង់វាផ្អឹបអូនវាផ្អឹបនៅក្នុងហ្នឹងហើយដល់ម៉ោង11អីនោះពេលខ្លះបើគាត់មកដល់យើងចង់និយាយថាប្រសេសការងារវាមានបញ្ហាវាមិនមែន smooth រាល់ថ្ងៃដល់ពេលខែក្តៅគឺអូនដឹងហើយអញ្ចឹងការលក់ដូរធម្មតាសាច់ដូចគ្នាម៉ោងពេលដូចគ្នាអីដូចគ្នាប៉ុន្តែគ្រាន់តែខែក្តៅមួយគឺធ្វើឲ្យសាច់ហ្នឹងធ្លាក់គុណភាពអញ្ចឹងឆ្អឹងជនីហ្នឹងគឺប្រឡាក់ទៅរូបមន្តយើងធម្មតាប៉ុន្តែវារៀងមានក្លិនញ៉ាំទៅមានក្លិនអូនបែរជាធ្លាប់ដឹងហើយធម្មតាសាច់ដែលទុកយូរបន្តិចរៀងមានក្លិនភ្ញៀវគាត់ញ៉ាំហើយគឺគាត់ complain រឿងក្លិនបើន័យថារបស់យើងអត់ស្រស់តែធៀបពិតមិនមែនដោយសារយើងយករបស់សល់មកទេតែរបស់ហ្នឹងវាឆ្លងកាត់សីតុណ្ហភាពបើន័យថាវាអត់ប្រក្រតីខែក្តៅខ្លាំងគឺធ្វើឲ្យសាច់មានបញ្ហាអញ្ចឹងគឺសូមអធិស្ឋានភ្ញៀវអូនពេលហ្នឹងមានបញ្ហាច្រើនភ្ញៀវសឹងគ្រប់គ្នាគាត់ complain អូច្រើនភ្ញៀវមិនហ្នឹងហើយព្រោះពពួកឆ្អឹងជនីអូនដឹងស្រាប់ហើយមកថងហ្នឹងគឺសឹងទាំងអស់អញ្ចឹងណាហើយជាការធ្វើប្រហែលពីខាងបងណាដោយសារយើងអត់បានឆែកគុណភាពដិតដល់ដោយសារយើងវាអត់មានអីខុសប្រក្រតីគ្រាន់តែសីតុណ្ហភាពវាឡើងកម្ដៅអញ្ចឹងថាវាក្តៅជាងធម្មតាវាធ្វើឲ្យគុណភាពសាច់យើងធ្លាក់ចុះអញ្ចឹងមែនតើទៅបើយើងនិយាយពីវិស័យក្នុងចំណីអាហារនេះគឺពិបាក recipe យើងត្រឹមត្រូវរយៈពេលនៃការប្រឡាក់យើងមានពេលកំណត់យើងសម្ងួតកំណត់ត្រឹមត្រូវក៏ពិតមែនតែគ្រាន់តែខុសសីតុណ្ហភាពទេខែក្តៅហើយខែត្រជាក់ក៏ខុសគ្នាដែរអញ្ចឹងទាមទារឲ្យយើងយកទៅដាក់ខ្លាំងមែនតើអញ្ចឹងពេលនឹងដែរសុំទោសភ្ញៀវរហូតហ្មងហើយបងក៏ព្យាយាមយើងរកពីឫសគល់នៃបញ្ហាហើយដោះស្រាយបន្ទាប់មកទៀតយើងក៏ទទួលបានការគ្រប់គ្រងទៅលើឆ្អឹងជនីធម្មតាវិញពីមុនដល់ពេលមានបញ្ហាហ្នឹងភ្ញៀវរៀងល្អណាលេងចង់ហ៊ានកំងហើយតែដល់ពេលយើងដោះស្រាយបញ្ហាហ្នឹងហើយភ្ញៀវចាប់ដើមស្រឡាញ់ឆ្អឹងជនីវិញក៏កំងធម្មតាវិញចឹងមានថារបររកស៊ីរបរម្ហូបអាហារដល់យើងនេះតើផ្លាត់ម្ដងហើយគឺភ្ញៀវបាត់ទំនុកចិត្តលេងចង់ញ៉ាំម្ហូបចាអូនចាវាចាំទៅសំខាន់មែនតើហ្មង
តែតម្រាំទាំងយើងរៀបចំបានប្រសើរឡើងវិញឲ្យភ្ញៀវទុកចិត្តឡើងវិញគឺត្រូវការពេលហើយការយកចិត្តដាក់ថែមខ្លាំងចា៎តែខ្ញុំចង់បន្ថែមឡើងនឹងតិចនេះវាចូលរឿងការគ្រប់គ្រងហានិភ័យឯតែដល់ពេលដែលរឿងបញ្ហាដោយករណីកំងបាយយ៉ាងហើយស្រាប់តែញ៉ាំទៅវាធំក្លិនវាអីចឹងទៅតែបងប្រើពេលប្រហែលដើម្បីដោះអាហ្នឹងឲ្យបងធ្វើអីខ្លះផ្ដោតសំខាន់ខ្លាំងជាងគេដើម្បីឲ្យភ្ញៀវទុកចិត្តឡើងវិញនិយាយទៅការផលិតបងម្ដងវាអត់ទីគេអញ្ចឹងក្នុងកំឡុងពេលគ្រាន់តែថាភ្ញៀវទេ complain ភ្លាមគឺមហូបដែលចម្អិនហើយតាំងប្រមាណគឺដកចេញទាំងអស់អត់ខ្វល់រឿងខាតទេអូនច្រើនកម្រិតណាក៏ដកចេញដែរដកចេញហើយរបស់ដែលផលិតក្នុងស្តុកតាំងប្រមាណគឺដកទុកចោលទាំងអស់សុខចិត្តខាតមួយចំនួនហ្នឹងគឺមកទូតកពេញអូនចោលទាំងអស់គឺចោលទាំងអស់វ៉ាវហើយប៉ុន្តែក្នុងចំណោមហ្នឹងវាអត់ទាំងអស់ចង់និយាយថាវាអត់ខូចទាំងអស់ទេមានសាច់តែខូចហ្នឹងគឺសាច់ក្រាស់អាសាច់ឆ្អឹងជនីដែលសាច់មានក្រាស់ហ្នឹងគឺវារៀងខូចតែអាណាសាច់ស្ដើងអត់ខូចទេប៉ុន្តែបងអត់មានរឿងទេអូនចោលទាំងអស់បងចោលទាំងអស់ហើយដល់ពេលបន្ទាប់មកនិយាយថាអាហ្នឹងទុកចោលចឹងថ្ងៃខ្លះទៅក៏ចាប់ដើមយកវាមក review ឡើងវិញមានសាច់ខ្លះអត់ខូចទេប៉ុន្តែបងនៅតែអត់គិតថាស្ដាយឬក៏មិនអត់ស្ដាយទេពីព្រោះទំនុកចិត្តភ្ញៀវសំខាន់ណាស់អញ្ចឹងសុខចិត្តអាខូចទៅប្រហែលទៅដល់ភ្ញៀវហ្នឹងតែប៉ុណ្្នឹងចាស់ហើយបន្ទាប់ពីហ្នឹងគឺបងរើរឬគល់បញ្ហាហ្នឹងភ្លាមចែកជាមួយ supplier បងទៅធ្វើមិនរៀបចំកុំឲ្យវាអន់សាច់អញ្ចឹងទៅខ្លះសេតកជាប្រចាំហើយយកមកភ្លាមគឺយើងត្រូវពេលគ្រាន់តែយកពីផ្សារមកដល់កន្លែងគឺបងមានតកកហើយមកដល់កន្លែងគ្រាន់តែរៀបចំគ្រឿងហ្នឹងក៏ទុកក្នុងទូដែរពេលដែលចេញគ្រឿងមកហើយបាត់ដាក់ចូលភ្លាមហើយគឺបញ្ចូលទូវិញភ្លាមរហូតដល់ពេលស្ងួតអញ្ចឹងយើងរៀបចំអាប្រសេសនៃការផលិតហ្នឹងឡើងវិញថ្មីឡើងវិញហើយបញ្ហាអត់យូរទេអូនអាចដោះបានភ្លាមចា៎អាចថានេះជាមេរៀនដែរមិនតែសម្រាប់បងហើយសម្រាប់បងប្អូនផ្សេងដែលគាត់រកស៊ីពាក់ព័ន្ធមួយចំណីអាហារក៏ត្រូវប្រយ័ត្នរឿងហ្នឹងដែរព្រោះតែបាត់ទំនុកចិត្តឲ្យពិបាកស្ដារមកវិញមែនទេពិបាកចា៎បងមកដល់ចំណុចនេះគិតមកដល់ម៉ោងនេះតើបុគ្គលិកបងមានប្រមាណអ្នកហើយបើកបានប្រមាណសាខាហើយសម្រាប់បើកលេខចេញសម្រាប់សាខាទូកគឺបងមានបុគ្គលិកដូចជា11 12នាក់វាពេលខ្លះចេញចូលអញ្ចឹងណាយើងថា11 12ចា៎ចុះបងលើកឡើងពីខាងដើមមកពេលយើងរកស៊ីដំបូងយើងអត់ចេះគ្រប់គ្រងហិរញ្ញវត្ថុយើងអត់ចេះគ្រប់គ្រងបុគ្គលិកប៉ុន្តែមកដល់មកនេះយើងដើរបានឆ្ងាយគួរសមហើយបងអាចចែកម្លែកអីគេជាកំហុសនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់បងហើយនឹងមកដល់មកនេះក្នុងរបបបងមានរបៀបចាត់ចែងរឿងទាំងអស់នឹងរបៀបម៉េចរបៀបនៃការគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ទី1គឺបងផ្ដោតសំខាន់លើបញ្ជីស្នាមច្បាស់លាស់ដូចថារាល់ពេលចំណូលគឺយើងកត់ច្បាស់ឧទាហរណ៍ថាលក់ចេញទៅប្រមាណហើយពី app ប្រមាណពីភ្ញៀវប្រមាណគឺអត់ឲ្យបាត់ទេយើងផ្សារភ្ជាប់ជាមួយនឹងចំនួនប្រអប់ដែលយើងចេញយើងគន់គូជាមួយប្រអប់ចំនួនចេញអញ្ចឹងទៅធ្វើអត់ឲ្យបាត់ទេហើយពាក់ព័ន្ធជាមួយចំណាយក៏ដូចគ្នាមែនតើពីដើមឡើយបងបញ្ហាបងសំខាន់ជាងគេគឺរឿងលេខហ្នឹងឯងតួលេខគណនេយ្យហ្នឹងគឺបងចាប់ជាងគេបំផុតហើយគឺបងមានអារម្មណ៍ថា stress ហ្មងប៉ុន្តែបើថាលុយទទួលបានអាហ្នឹងចូលចិត្តចាយតែបើថាឲ្យកាន់លុយឲ្យមានបញ្ជីមានស្នាមហ្នឹងគឺពិបាកមែនតើតែសប្ងៃបងធ្វើហ្នឹងបានល្អច្រើនសូម្បីតែធម្មតាយើងលក់យើងកត់ចំណូលឲ្យចំណូលច្រើនដល់ពេលចំណាយមានកត់ខ្លះអត់ខ្លះបងបូកដកទៅឃើញថាចំណេញតែធៀបពិតអត់ចំណេញទេដោយសារហេតុផលចំណាយខ្លះដែលយើងអត់បានកត់បញ្ចូលត្រឹមត្រូវអញ្ចឹងសំខាន់មែនតើសម្រាប់អ្នកប្រកបអាជីវកម្មត្រូវតែច្បាស់លាស់ជាមួយនឹងចំណូលចំណាយនឹងឲ្យមែនតើដើម្បីដឹងថាខ្លួនឯងចំណេញឬខាតបើខាតធ្វើម៉េចកាត់ថយថ្លៃដើមឬក៏ព្យាយាមសំចៃទៅលើចំណុចណាខ្លះដែលយើងអាចសំចៃបាននិយាយចំទៅក្នុងអាជីវកម្មគេហៅចំណាយដែលមើលមិនឃើញណាចំណាយដែលមើលមិនឃើញហ្នឹងគឺសំខាន់ខ្លាំងមែនតើហ្មងឧទាហរណ៍បើកភ្លើងចោលបើកទឹកប្រើទឹកខ្ជិះដូចស្លឹកចេកបងអញ្ចឹងធម្មតាមកធៀងវាមកហ្នឹងវាមានលហើយខ្លះអីខ្លះតែបើបដោយថាកាត់ទៅតាមដែលសលេចល្អខ្លាំងដែលគាត់អត់ព្រឹត្តព្រៀងទៅលើហ្នឹងយើងត្រូវការប្រើបានឧទាហរណ៍100ប្រអប់មែនតើយើងប្រើបាន70ប្រអប់អញ្ចឹងវាខាតអត់30បាត់និយាយចំចំណាយដែលសំខាន់ជាងគេដែលបងបញ្ចូលទៅក្នុងការកាត់បញ្ជីហ្នឹងគឺយើងមើលទៅលើចំណាយដែលមើលមិនឃើញហ្នឹងបុគ្គលិកក៏ដូចគ្នាពីដើមឡើយយើងក៏ថាធ្វើម៉េចពេលលក់ដាច់រើបុគ្គលិកចូលណាដល់ពេលលក់ដាច់ធ្វើម៉េចដេញគាត់ចេញវិញឬមិនអត់បានទេអញ្ចឹងយើងត្រូវស្ទាបស្ទង់ជាមួយនឹងការលក់ដូររបស់យើងឲ្យច្បាស់លាស់ថាគោលដៅរបស់យើងកម្រិតណាបុគ្គលិកកម្រិតណាដែលអាចយកមកសម្រាប់ support បានពេលខ្លះយកមកតែបុគ្គលិកច្រើនតែយើងការងារយើងតិច
យើងខាតទៅហ្នឹងអាហ្នឹងចំណាយមើលឃើញចាហើយពេលខ្លះបុគ្គលិកច្រើនក៏ពិតមែនតែគាត់អត់សូវធ្វើការក៏ខាតដែរចាអញ្ចឹងអាការគ្រប់គ្រងបុគ្គលិកហើយនឹងការគ្រប់គ្រងជីស្នាមហ្នឹងសំខាន់អញ្ចឹងមានថាយើងរកស៊ីលក់បាយរបស់លក់បាយក៏ត្រូវកត់បញ្ជីស្នាមមកត្រឹមត្រូវដែរចាសំខាន់មែនតើអញ្ចឹងមានថាចំណូលទាំងចំណាយដែលមើលឃើញនិងចំណាយដែលមើលឃើញត្រូវដឹងចាអូខេបងចុះមួយទៀតតើតើមួយការធ្វើទីផ្សារមុនហ្នឹងបងនិយាយថាការលក់បងដាក់គោលដៅថាពេលមួយថ្ងៃនេះចង់បាន100ប្រអប់200ប្រអប់ចាបងចែកលេខតិចបានថាបងសម្រាប់អាគោលដៅលក់នឹងរបៀបម៉េចហើយបងធ្វើទីផ្សារវាម៉េចសម្រាប់បងគោលដៅលក់ធៀបជាមួយសមត្ថភាពយើងដែរណែវិញបងមានន័យថាពេលដែលយើងដាក់គោលដៅយើងមើលថាលទ្ធភាពយើងអាចទៅបានកម្រិតណាទោះបីយើងចង់បានច្រើនកម្រិតណាក៏ដោយគឺយើងអាចហក់មកជំហានទៅដល់នឹងដែរអញ្ចឹងបងដាក់គោលដៅជាទូទៅតាម step ទី1ប្រមាណ step ទី2ប្រមាណហើយបើដល់ទី2ហើយយើងក៏លេខមើលមកលទ្ធភាពសមត្ថភាពយើងវិញថាអាច support បានអត់ពេលខ្លះយើងព្យាយាមធ្វើទីផ្សារឲ្យប៊ូមខ្លាំងតែយើងខ្លួនឯងអត់ ready ក្នុងការរៀបចំ support ភ្ញៀវវាស្ពយយើងវិញវាធ្វើឲ្យបញ្ហាភ្ញៀវឧទាហរណ៍កំងយឺតកំងរាប់ម៉ោងមកបានភ្ញៀវមិនធុញដល់ពេលអញ្ចឹងជាប់ឈ្មោះបាយសុកជិកយូរអីចឹងទៅឧទាហរណ៍អញ្ចឹងមានន័យថាវាសំខាន់មែនតើជាមួយការដាក់គោលដៅឆ្លើយតបនឹងសមត្ថភាពលទ្ធភាពដែលយើងអាចទៅរួចអញ្ចឹងបងដាក់កំណត់តាមលទ្ធភាពឧទាហរណ៍ថាដល់គោលដៅទី1របស់បងហើយបងមើលថាសមត្ថភាពបងត្រូវអភិវឌ្ឍកម្រិតណាដល់កម្រិតហ្នឹងហើយបងដាក់គោលដៅបន្តទៀតហើយអភិវឌ្ឍតបើទោះបីជាយើងសម័យថាការលក់ដូរពី2ប្រអប់មកដល់10ថ្ងៃវាខុសគ្នាឆ្ងាយមែនតើតែសមត្ថភាពបងក៏ខុសគ្នាពីមុនច្រើនអញ្ចឹងបានន័យថាយើងរៀបចំខ្លួនឲ្យបានល្អពាក់ព័ន្ធមួយគត់ចាំន័យថាធ្វើទីផ្សារផ្ទុះខ្លាំងមិនប្រកាសថាល្អបើមិនជាយើងអាខាងក្រោមសេវាកម្មក្រោមយើងវាខ្សោយអាហ្នឹងជាគេហៅថាគេភាសាខ្មែរយើងគេថាម៉េចជីកដីកប់ខ្លួនឯងអូនចាអាហ្នឹងអត់បានទេចាំថាធ្វើទីផ្សារឲ្យអត់រៀបជើងក្រោមឲ្យល្អស្មើនឹងជីកដីកប់ខ្លួនឯងជីកដីកប់ខ្លួនឯងព្រោះដោយសារហេតុផលយើងព្យាយាមច្រើនឆ្នាំមកហើយយើងប្រឹងខ្លួនឯងឲ្យបុកឲ្យខ្លាំងដល់តែពេលយើងអត់ឆ្លើយតបទៅតាមតម្រូវការទីផ្សារឬក៏មិនថាគុណភាពយើងធ្លាក់ឬសេវាកម្មយើងធ្លាក់វាធ្វើឲ្យយើងមានបញ្ហាវិញអាបញ្ហាមួយហ្នឹងគឺពិបាកស្រោចស្រង់ណាបញ្ហាលក់អត់ដាច់ឬក៏បញ្ហាភ្ញៀវមិនទាន់ស្គាល់យើងអាហ្នឹងយើងស្រួលទេតែបញ្ហាបាត់ទំនុកចិត្តពីភ្ញៀវហ្នឹងគឺពិបាកខ្លាំងចាចាំមែនថាធ្វើទីផ្សារអត់ប្រយ័ត្នរឿងហ្នឹងធ្វើទីផ្សារយូរដោយបំផ្លាញខ្លួនឯងចាអូនចាតើបងគិតមកដល់ម៉ោងនេះយើងសម្រាប់បានច្រើនហើយយើងធ្វើបានច្រើនគួរសមហើយតាំងពីបាត់អត់ទេរហូតដល់ចាប់ផ្ដើមសាថ្មីដល់គេស្គាល់ប៉ុណ្ណឹងចុះសម្រាប់បងប្អូនស្ត្រីឬក៏មិនថាបងប្អូនស្ត្រីអ្នកទាំងអស់គ្នាអ្នកណាដែលគាត់ចង់មានលបខ្លួនឯងចង់បង្កើតអីមួយដែលជារបស់ខ្លួនឯងដូចបងមានដំបូន្មានឬក៏មានអីចែករំលែកទៅកាន់ពួកគាត់ទេចាបងមានធ្លាប់គិតតាំងពីយូរមកហើយព្រោះបងគិតថាចង់យកខ្លួនឯងជាគំរូភាពដែរព្រោះបងចាប់ផ្ដើមពីអត់មានអីសោះបាទពីខ្សត់យើងអត់មានលុយសោះអញ្ចឹងជាគោលដៅទី1សម្រាប់ជូនសម្រាប់អ្នកដែលគាត់ចង់ចាប់ផ្ដើមជីវកម្មខ្លួនឯងដោយមើលឃើញថាខ្ញុំអត់មានអីសោះសូមចាប់ផ្ដើមពីអត់មានអីសោះហ្នឹងទៅចាពីព្រោះអត់មានអីសោះហ្នឹងឯងគឺជាទុនរបស់យើងព្រោះហេតុផលសប្ងៃយើងទោះបីជាអត់មានលុយពេលបងចាប់ដើមហ្នឹងបងមានលុយទេពេលខ្លះបងមាន 20000 នឹងខ្លួនហ្នឹងដូចបងប្រាប់អូនអញ្ចឹងបាទទិញអង្គម្ដង2គីឡូអង្គ1គីឡូហ្មងចំនួនហ្នឹងដូចជាបងអត់ចាំ2500ឬ3000ទិញម្ដងតែ2គីឡូឯងហេតុផលគឺត្រូវការទុកលុយផ្សេងទៀតសម្រាប់ទិញសាច់ហើយពេលខ្លះប្រអប់បងទិញបងប្រើប្រអប់កាក់អំពៅតាំងពីចំនួនហ្នឹងអត់មានសម្បូរបែបដូចថ្ងៃនេះទេមានលុយ 20000 ទៅទិញប្រអប់កាក់អំពៅ50ប្រអប់ហ្នឹងយកមកទុកប្រើឲ្យអស់ជួនលក់អស់អត់រហូតទៅទិញអត់ទាន់ខ្ចប់ស្លឹកចេកលក់ឲ្យភ្ញៀវខ្លះខមមិនថាម្ដងប្រអប់នេះប្រអប់នោះមែនអត់ទេភ្ញៀវខ្លះខ្ញុំឆ្លាញ់ខ្ចប់បែបហ្នឹងគាត់ឆ្លាញ់ស្លឹកចេកហ្នឹងប៉ុន្តែយើងធ្វើអញ្ចឹងវាអត់បានរហូតទេព្រោះស្លឹកចេកហ្នឹងវាត្រូវការចំណាយពេលវេលាហ្នឹងច្រើនចាហ្នឹងហើយអញ្ចឹងជារួមមកវិញបងសូមលើកទឹកចិត្តគាត់ចាប់ផ្ដើមពីអ្វីដែលខ្លួនមានដូចបងដែលមានឆ្នាំងបាយ3កំប៉ុងផ្ទះណាក៏មានឆ្នាំងបាយដែរបងនេះផ្ទះណាក៏មានខ្ទះដែរកុំខ្វល់ថាខ្ទះហ្នឹងល្អជាប់ជាងយើងចាប់ផ្ដើមពីអ្វីដែលយើងមានហ្នឹងទៅពីព្រោះតែមានតែជំហានទី1ឯងដែលអាចបង្កើតជំហានទី2បានហើយកុំរងចាំអត់ច្បាច់រងចាំចាហើយចំណុចទី2សូមបង្កើតអ្វីដែលជារបស់ខ្លួនឯង
មានថាបើសិនជាយើងកើតអ្វីដែលជារបស់ខ្លួនឯងយើងមានទំនុកចិត្ត បាទ ហើយវាប្លែកខុសពីគេអញ្ចឹងចង់ការចាប់ផ្ដើមដំបូងវាមិនទាន់ល្អហើយមែនទេអូន ថាបង ទោះបីជាយើងបង្កើតខ្លួនឯងមិនទាន់ល្អប៉ុន្តែយើងព្យាយាមធ្វើឲ្យរបស់ខ្លួនឯងបង្កើតហ្នឹងវាល្អពីមួយថ្ងៃទៅមួយថ្ងៃចាហើយចំណុចទី3គឺសូមបន្តស៊ូទៅកុំបោះបង់ដូចបងប្រាប់អូនអញ្ចឹងពេលដែលបងលក់បាយបដាបងថតរូប yes ថតរូបដែលខ្លួនឯងកំពុងតែមានហ្នឹងផ្ទះបាក់ដៃបងហ្នឹងឆ្នាំងបាយ3កំប៉ុងបងហ្នឹងស្ថានភាពបងហ្នឹងបងថតទុកព្រោះបងធ្វើដោយជឿជាក់ថាបងនឹងអាចទៅមុខបានបន្តបានហើយធ្វើដោយញញឹមមានន័យថាពេលដែលបងធ្វើហ្នឹងមិនមែនមិនហត់ទេអូនប៉ុន្តែអត់មានអារម្មណ៍ថាបាក់ទឹកចិត្តអត់មានអារម្មណ៍ថាទៅមុខមិនរួចអត់ទេធ្វើដោយញញឹមហ្មងទោះបីខ្លួនឯងងើបម៉ោង3គេងវិញម៉ោង 2:10 ក៏អត់ដែរមានអារម្មណ៍ថាហត់ទេប្រាប់ខ្លួនឯងថាអូខេហត់ធ្វើការពិតជាហត់មែនតែខ្ញុំគេងទៅស្អែកផឹកឡើងខ្ញុំមានកម្លាំងវិញមែនអូនងើបឡើងវិញមានកម្លាំងវិញធម្មតាអាហ្នឹងដោយសារបងអត់បោះបង់បងមានថាយើងពេញចិត្តនៅអ្វីដែលខ្លួនយើងកំពុងធ្វើហើយចំណុចចុងក្រោយសំខាន់ជាងគេបំផុតគឺក្តីសង្ឃឹមបងជាមនុស្សម្នាក់ដែលមានក្តីសង្ឃឹមទើបមានថ្ងៃនេះព្រោះបងសង្ឃឹមថាបងនឹងអាចជោគជ័យបងមើលឃើញគោលដៅរបស់បងដូចបងប្រាប់អញ្ចឹងបងថតរូបទុកបងជឿថាថ្ងៃណាមួយបងនឹងចែករំលែកអារូបហ្នឹងចែករំលែកអាបទពិសោធន៍ដែលខ្លួនឯងជួបផលលំបាកហ្នឹងទៅកាន់មនុស្សដែលគាត់កំពុងតែពិបាកដូចគ្នាហើយគាត់មានសេចក្តីសង្ឃឹមអាចចាប់ផ្ដើមបានមកដល់សប្តាហ៍បងទទួលបានអារម្មណ៍នៃពាក្យថាតស៊ូគង់បានសម្រេចបងធ្លាប់លើពីក្មេងគេនិយាយប្រាប់ថាតស៊ូគង់បានសម្រេចការតស៊ូគង់បានសម្រេចតែយើងអត់ទាន់បានទទួលអារម្មណ៍ហ្នឹងប៉ុន្តែបងបានឆ្លងកាត់ហើយអារម្មណ៍តស៊ូគង់បានសម្រេចឥឡូវបានសម្រេចមែនចា៎វ៉ាវស្ដាប់ហើយមានអារម្មណ៍ថាលើកទឹកចិត្តបងខ្ញុំសូមបកទៅក្រោយតិចមុនហ្នឹងបងលើកឡើងថាថ្ងៃខ្លះមានតែ 20000 តែតែញប្រអប់ពេលយើងចាប់ដើមលើកទី2ហ្នឹងបងចាប់ដើមជាមួយនឹងដើមទុនប្រហែលដែលអាចចែកលេខបានទេដើមទុនអត់មានអូនអត់មានទេអត់មានដើមទុនទេតែបងថ្ងៃខ្លះបងមាន 20000ថ្ងៃខ្លះបងមាន 50000យើងលក់ឧទាហរណ៍បាយមួយប្រអប់មកលក់ចំនួនចាប់ដើមលើកទី2ដូចលក់មួយប្រអប់ 8000 ឬប៉ុន្មានមកអត់ចាំលក់បានមួយថ្ងៃមិនអញ្ចឹងលុយហ្នឹងបន្តមកមួយថ្ងៃទៀតតែសួរមានថ្ងៃណាលក់អត់ដាច់ទេមានលក់ធ្វើមិនបើអស់លុយលេងហ្នឹងលក់អត់ដាច់យើងនៅអង្គនៅអង្គនៅអង្គខ្លះអីខ្លះចឹងទៅព្រោះមែនតើទៅជីវភាពគ្រួសាររបស់ម៉ាក់បងគាត់មិនអត់លុយឧទាហរណ៍10 20,000 30,000ឲ្យបងទេប៉ុន្តែបងអត់មានរំពឹងថានឹងធ្វើឲ្យអ្នកណាពិបាកជំនាន់នោះម៉ាក់បងគាត់ដឹងថាបងពិបាកដល់ប៉ុណ្្នឹងឯងមកដល់សប្តាហ៍ហ្នឹងបងគាត់ពេលខ្លះគាត់សឹងអង្គុយយំអាណិតបងថាអត់ដឹងថាកូនខ្លួនឯងពិបាកព្រោះបងមិនថាមិនធ្លាប់រំខានគាត់ទេតែយើងមិនអាចចេះរំខានគាត់បានទេព្រោះពេលហ្នឹងយើងមានគ្រួសារហើយអញ្ចឹងណាអញ្ចឹងបងអត់តាំងចិត្តថាអត់រំខានផ្ទះហ្មងរំខានខ្លះតែគាត់ថាពីដើមមកយើងមិនចេះបន្តរហូតអញ្ចឹងណាតែគាត់ថាការចាប់ផ្ដើមរបស់បងលើកទី2ហ្នឹងបងប្រើអ្វីដែលខ្លួនឯងមានហ្មងមុនដែលបងលក់បាយហ្នឹងបងធ្លាប់លក់កៅជុះអាហ្នឹងក៏បែករឿងមួយទៀតណាព្រោះមែនពេលហ្នឹងបងមើលបងទៅទិញកៅជុះពីផ្សារអាវមួយនៅសាទូកកយើងហ្នឹងអាវមួយ500ឬហណាស្អាតមកចា500 1000 1500ឬហណាស្អាតមកមានម៉ាឡាកាំងមួយមិត្តភ័ក្ដិបងឲ្យជំនាន់ហ្នឹងពាក់អាវនឹងម៉ាឡាកាំងទៅឲ្យថតរូបបង្ហោះក្នុង Facebook លក់បាន110,000ឃើញលុយចំណេញណាបាន 20000ដល់ពេលដោយសារកូនបងគាត់ឈឺដោយសារកៅជុះហ្នឹងក្លិនអាកៅជុះហុយចឹងទៅបងក៏ឈប់លបហ្នឹងទៅបងចុះតាក់ទងមួយនឹងពេលចាប់ផ្ដើមយើងពិបាកតើមានអ្នកគេខ្លះនៅពីក្រោយបងពេលហ្នឹងនិយាយទៅសម្រាប់បងគ្រួសារបងប្តីរបស់បងគាត់ជួយ support បងពីក្រោយក្នុងការគ្រប់គ្រងឲ្យមានបាយស្លឹកចេកឡើងព្រោះពេលខ្លះគាត់ងើបម៉ោង3ជាមួយបងភៀវកំងបាយហើយពេលហ្នឹងវាអត់មានចក្រានធំទេភៀវកំង30កញ្ចប់អូនដាក់ចទៀសពេលខ្លះទៅវាគឺថាវាពិបាកមែនតើណាគាត់ងើបជួយយើងក្នុងការ support ដូរអញ្ចឹងទៅពេលពិបាកអញ្ចឹងមានពាក្យអីដែលគាត់និយាយមកថយបើមានទឹកចិត្តតទៀតឬក៏ចងចាំឬក៏មានពេលណាមួយដែលចង់បោះបង់ឯងគាត់ជួយលើកទឹកចិត្តបងវិញចានិយាយទៅគាត់តែងតែប្រាប់បងថាគាត់ដូចគាត់ជឿជាក់បងថាបងអាចធ្វើបានអញ្ចឹងព្រោះបងជាទូទៅបងធ្វើអីពីមុខឲ្យគាត់ជួយជំរុញបន្ថែមហើយសំខាន់ជាងគេគ្រួសាររបស់បងម៉ាក់របស់បង
ម៉ាក់បបងគាត់នៅពីក្រោយបាយសឹកជែកសប្ងៃមានបាយសឹកជែកដោយសារមានម៉ាក់បងនៅពីក្រោយពួកគាត់ support ពាក់ព័ន្ធជាមួយនឹងរសជាតិគ្រឿងទេសហើយទី2គឺប្អូនប្រុសរបស់បងប្អូនប្រុសរបស់បងគាត់ជួយ support បងខ្លាំងតាំងពីបងលក់អតេសបងលក់អតេសដំបូងហ្នឹងគឺគាត់ថតជួយគាត់ធ្វើការគាត់រៀនចឹងទៅគាត់មកគាត់ជួយថតរូបគាត់ជួយឲ្យយោបល់ទាំងគួរធ្វើអញ្ចេះបង្កើត page របៀបធ្វើអញ្ចេះរហូតមកដល់សប្ងៃគឺគាត់អ្នក support បងធំមែនតើសម្រាប់បាយលឹកជែកប្អូនប្រុសបងហើយទី3គឺប្អូនស្រីរបស់បងគាត់ support បងខ្លាំងកំសត់កម្រមកមួយគ្នាលក់បាយរហូតដល់អោបឆ្នាំងបាយពេលលក់ដាច់មែនតើអូនដាច់មែនតើអូនឯងដឹងស្រាប់ហើយពេលគឺយើងសម្រុកលក់ហ្មងលក់ឡើងអត់ដឹងហត់ទេដល់ពេលលក់អស់បាយអាលីងអង្គុយអោបឆ្នាំងបាយហ្នឹងហត់មែនតើអញ្ចឹងគាត់ជួយជំរុញខ្លាំងហើយហ្នឹងហើយគ្រួសាររបស់បងមាននៅពីក្រោយក្នុងការជួយបន្ថែមណែនាំយកចិត្តទុកដាក់លើកទឹកចិត្តសំខាន់បងចាគ្រួសារដើរតួនាទីសំខាន់មែនចាគ្រួសារសំខាន់បើសិនជាអត់មានពួកគាត់ក៏បងគិតថាសប្ងៃបងអត់ដល់ប៉ុណ្្នឹងដែរដោយសារពួកគាត់នៅពីក្រោយទឹកចិត្តធំនៅតាមរយៈវីដេអូមួយនេះបើមានអីនិយាយទៅកាន់ពួកគាត់ដែរអរគុណđây mọi người vôបងយកតាមរយៈវីដេអូនេះបងពិតជាដឹងគុណអរគុណទៅកាន់គ្រួសារបងមែនតើតាំងម្ដាយរបស់បងជាពិសេសគឺគាត់ជាអ្នកផ្ដល់កម្លាំងចិត្តបងខ្លាំងមែនតើហើយនៅមានបងអូនរបស់បង2នាក់ដែលគាត់ support បងខ្លាំងហើយបងអូនបងទី2ក៏គាត់ support បងដែរបងអូនប្រុសទី2របស់បងគាត់ support ជួយបងក្នុងការចាប់ដើមលើកទី2ដែលមកផ្ទះថ្មីហ្នឹងណាគាត់រៀបគាត់ខាងdigital marketing គូប្លង់digital marketing ហ្នឹងបងអូនប្រុសទី3អូខេបងប្រុសទី2គាត់ជួយរៀបចំនៅខាងមានជាងមានអីមកជួយចាប់ដើមធ្វើទីតាំងអាតូបដែលអូនទៅមើលហ្នឹងណាយ៉ាគាត់ជួយគាត់អីចឹងទៅហើយបងអូនប្រុសទី3គឺបងក៏គាត់ជួយជំរុញកម្លាំងចិត្តខ្លាំងហើយជួយស្ទើរគ្រប់បែបយ៉ាងហើយបងអូនស្រីបើរបស់បងគឺគាត់ជួយបងខ្លាំងគាត់នៅជាមួយបងរហូតចាប់ផ្ដើមតាំងពីកំសត់កម្រមកមួយគ្នាហើយចុងក្រោយគឺគ្រូអរគុណសំខាន់មែនទែនទៅកាន់ប្តីរបស់បងព្រោះគាត់រួមចំណែកខ្លាំងក្នុងគ្រួសារដោយសារនៅពេលដែលបងធ្វើការមានអ្នកជួយបងបន្ថែមដូចបងនិយាយថាងើបពីម៉ោង3មកដាំបាយមួយគ្នាអញ្ចឹងណាយេហើយតែហ្នឹងគាត់ take care កូនព្រោះមែនតើបងជាមួយកូនគឺបងបដោតបង focus រឿងតរស៊ីខ្លាំងបាទសឹងថាពេលខ្លះអត់បាននិយាយជាមួយកូនទេកូនសួរអីក៏អត់សូវបានឆ្លើយគាត់ដែរអញ្ចឹងក៏សុំទោសកូនដែរតែបច្ចុប្បន្នបងកែប្រែបានច្រើនដោយសារយើងដំណើរការបានល្អហើយអញ្ចឹងគ្រួសាររបស់គ្រួសាររបស់បងគាត់ support កូនរបស់បងtake care បាយម្ហូបហើយជូនទៅរៀនហើយមើលថែកូនបងបានល្អមែនទទឹមគាត់នឹងគាត់មានការងារខ្លួនគាត់ដែរគាត់ធ្វើការខ្លួនគាត់ផងមុននឹងទៅធ្វើការគាត់ជួយកូនហើយផុតតែពីធ្វើការគឺពេលវេលារបស់គាត់ជាមួយកូនគឺគាត់ចំណាយពេលច្រើនជាក្តីសុខមួយសម្រាប់គ្រួសារដែរចា៎មានអារម្មណ៍ថាគ្រួសារដើរតួនាទីសំខាន់មែនតើចា៎ពេលខ្លះយើងទៅជួបរឿងក្រៅយើងបរាជ័យឬក៏យើងមាននឹងអីក៏ដោយពេលយើងមកផ្ទះវិញមានគ្រួសារកក់ក្ដៅមួយវាជួយឲ្យយើងមានកម្លាំងដើរទៅមុខទៀតស្ដាប់មកដល់ចំណុចនេះមានអារម្មណ៍ថាបងជាមនុស្សស្រីអ្នកដែលរឹងមាំមែនតើនៅឆ្លងរឿងច្រើនមែនតើហើយ podcast នេះផងដែរគឺវិចេញនៅចំថ្ងៃសិទ្ធិនារីអញ្ចឹងមកដល់កន្លែងនេះចង់ឲ្យបងមានពាក្យអីបន្តិចចែកម្លែកទៅកាន់នារីថាមានថានារីក៏យើងអាចធ្វើរឿងពិបាកឬក៏ធ្វើរឿងបានច្រើនដូចគ្នាថាមានពាក្យអីទៅកាន់ពួកគាត់សម្រាប់បង
ពីដើមមកដល់សប្តាហ៍នេះបងនៅតែយល់ថានារីអត់ចាអាចធ្វើបានអត់ចាញ់ប្រុសទេចាហើយសូមឲ្យនារីទាំងអស់មើលឃើញពីគុណ